ជំរាបសួរបងប្អូនជុំរួមចិត្តទាំងអស់គ្នាខ្ញុំសូមបង្ហាញពីករណីនៃការចោះដោយបច្ចេកទេស PSLD គឺករណីចោះដោយរុនមួយទៅលើបងប្រុសមានបញ្ហាគៀបសរសៃឆ្អឹងកងចង្កេះ L5S1 ផ្នែកខាងស្ដាំនេះជាបច្ចេកទេសនៃការចោះដោយ endoscope រុនមួយពុកម៉ែបងប្អូនមានន័យថាយើងចោះតែមួយរុនទេទំហំប្រហែលជា7 សង់ទីម៉ែត្រដើម្បីយើងដាក់កាមេរ៉ាយើងចូលហើយយើងធ្វើនៅក្នុងរុនហ្នឹងតែមួយទេពុកម៉ែបងប្អូននេះយើងថតដើម្បីបញ្ជាក់ច្បាស់ថាយើងចូលត្រូវកន្លែង L5S1 ផ្នែកខាងស្ដាំនេះពុកម៉ែបងប្អូនយើងចោះតែមួយរុនហ្នឹងចូលទេហើយយើងសុំឧបករណ៍ចូលទៅនេះខ្ញុំចាប់ដើមកាត់សរសៃពួរចេញខ្លះពួរជាធម្មជាតិរបស់មនុស្សយើងវាតែមានសរសៃពួរហ្នឹងអញ្ចឹងយើងធ្វើការចោះហ្នឹងទៅបានយើងទៅដល់សរសៃវិញ្ញាណដែលវាមានការគៀបសង្កត់ហ្នឹងបងប្អូននេះពេលយើងចោះទៅនេះខ្ញុំគៀបដល់សរសៃវិញ្ញាណឡើងលើហ្នឹងទៅនេះឌីទៅវាលៀនហ្នឹងបងប្អូនឃើញខ្ញុំចាប់ដើមចោះវាយកនេះវាហាក់បីដូចជាស្អិតប៉ុន្តែយើងព្យាយាមយកវាបានពេលដែលខ្ញុំចោះវាចឹងហើយខ្ញុំគៀបវាឡើងលើហើយខ្ញុំចាប់ដើមឆឹបយកឌីហ្នឹងម្ដងតិចបងប្អូនហើយដែលមានការប្រយ័ត្នប្រយែងកុំឲ្យយើងប៉ះទៅលើសរសៃព្រោះកាលណាប៉ះលើសរសៃវាបានបានមានផលបាបបងប្អូននេះខ្ញុំព្យាយាមដាក់ដៃមួយចូលទៅដើម្បីគៀសវាឡើងលើហើយខ្ញុំធ្វើតែអញ្ចឹងក្នុងករណីហ្នឹងយើងធ្វើដោយមានសុវត្ថិភាពហើយបងប្អូនយើងទាញយើងកាត់មិនក៏វាអត់ប៉ះពាល់ទៅលើសរសៃវិញ្ញាណរបស់យើងដែរកាត់មកទៅអពណ៌សនេះជាឌីសដែលយើងឃើញហ្នឹងមកហើយបងប្អូនហើយនេះពេលយើងបិទបញ្ចប់នេះបងប្អូនឃើញសរសៃហ្នឹងវាទៅលាហើយខ្ញុំយកដៃទូទៅយកទៅគៀសវាមើលដើម្បីឲ្យច្បាស់ថាវានៅខាងក្រោមសរសៃហ្នឹងវាលែងមានឌីសវាគៀបសង្កត់ហ្នឹងអញ្ចឹងដោយការចោះបាន3 ទៅ 4 ម៉ោងគាត់ដឹងខ្លួនគឺគាត់មានអារម្មណ៍បាត់ការឈឺជប់ចាប់ពីចង្កេះមកជើងបងប្អូនបាត់ស្ទើរទាំងស្រុងបាទបច្ចេកទេសចោះឲ្យរុនមួយគឺរក្សាទម្រង់ឆ្អឹងកងខ្នងយើងរឹងមាំបានធម្មតាស្នាមរបួសតូចបាត់បង់ជាបន្តិចហើយមានប្រសិទ្ធភាពខ្ពស់បាទអរគុណពុកម៉ែបងប្អូនអរគ្នា